សួស្តីបងប្អូនទាំងអស់គ្នានេះវាបសេរីអ៊ីវ៉ាលី988ចឹងដើម្បីសេរីសីតុណ្ហភាពអ៊ីវ៉ាលីដំបូងគឺយើងចុច set មួយមកចុច set មើលពេលវា load ចឹងយើងអាចប្រើសញ្ញាព្រួយឡើងលើចុះក្រោមបានឃើញទេឡើងលើចុះក្រោមក៏បានណាចឹងដើម្បីកំណត់សីតុណ្ហភាពភ្ញាស់គឺយកត្រឹម 7.5 ហើយចឹងដើម្បីយើងកំណត់នៅសិនមួយទៀតនៅក្នុង A ហ្នឹងយើងត្រូវចុចset ជាប់មកចឹងវា load មាន HC មាន D ឥឡូវយើងឡើងលើ HC RS PR CA D គេមក HC ដែរអញ្ចឹងនៅក្នុង function មួយចំនួនយើងក៏function 2បានហើយគឺកំណត់ function sort ហើយនឹង HC ក្រាប់នឹងយើងមិនបាច់កំណត់ទេអញ្ចឹងយើងម្ដងទៀតចុច set ឲ្យជាប់ចុច set ឲ្យជាប់ឃើញ HC អញ្ចឹងដើម្បីសេរី HC បានយើងត្រូវសង្កត់ set ឲ្យជាប់អញ្ចឹងយើងឃើញអក្សរ C អញ្ចឹងយើងយកអក្សរ X វិញណាបើយើងអត់ស្កត់អក្សរ set ឲ្យជាប់គឺយើងសេរីអត់កើតទេណាយកអក្សរ X តបមកយើងយកសេរីអក្សរ D អក្សរ D ក៏ដូចគ្នាអញ្ចឹងយើងសង្កត់ set ឲ្យជាប់ទើបយើងសេរីបានប្រើសញ្ញាព្រួយឡើងលើចុះក្រោមបានអញ្ចឹងនៅយក0.5បានហើយចំណុចនេះអត់យកទេ CA ក៏0ទៅយក0ទៅណា HS យក999 RS ចូល0.9គេតែយើងកំណត់តែប៉ុណ្្នឹងទេដើម្បីកំណត់សីតុណ្ហភាពរបស់អេវ៉ាលីសម្រាប់សុទ្ធណាចុច set ម្ដងទៀតហើយយើងនៅពេល load clip យើងអាចសេរីបានហើយសញ្ញាព្រួយទៅក្រោមអូខេសូមអរគុណតែប៉ុណ្្នេះ